រចនាសម្ព័ន្ធ have ប្រែថាជួយ people ប្រជាជន vehicles មានន័យថាយានជំនិះគ្រប់បែបយ៉ាងហ្នឹង cross ជា verb ប្រែថាឆ្លងកាត់គេប្រើជាមួយ preposition over អញ្ចឹង cross over មានន័យថាឆ្លងកាត់លើអី rivers ទន្លេ valleys ជលងភ្នំ or ឬក៏ roads ឬក៏ផ្លូវអូខេតើយើងប្រែមានគេដាក់ថាម៉េចគេថាស្ពានគឺជា structures មានន័យថាជារចនាសម្ព័ន្ធដែលពេលហ្នឹងវាជា clause subordinator វាគេហៅថា relative clause អូខេអញ្ចឹង that have people តាមហ្នឹងទៅវាជា relative clause វា modify ទៅឲ្យវា structure នេះ structures ដែលជិះវា modify structure នេះដែល have people ដែលជួយមនុស្ស and vehicles នឹងយានជំនិះ cross over មានន័យថាឆ្លងកាត់លើណា cross over ពេលនេះខ្ញុំបែរតែឆ្លងកាត់លើ rivers ទន្លេ valleys ជ្រលង or road ឬក៏ផ្លូវថ្នល់ជ្រលងនេះគឺសំដៅលើជ្រលងភ្នំអូខេអញ្ចឹងគេថាស្ពានគឺជារចនាសម្ព័ន្ធដែលជួយមនុស្សនិងយានជំនិះឆ្លងកាត់លើទន្លេជ្រលងភ្នំឬក៏ផ្លូវថ្នល់អូខេ